ឯកឧត្តមគឹមរិទ្ធីអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឆែបខេត្តព្រះវិហារព្រឹកថ្ងៃទី31ខែមិនិនាឆ្នាំ2025ឯកឧត្តមគឹមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោកខិតសុធារាអតីតអភិបាលនៃគណៈអភិបាលរងក្រុងព្រះវិហារមកជាអភិបាលនៃគណៈអភិបាលស្រុកឆែបថ្មីដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តមេបញ្ជាការកងកម្លាំងទាំង3លោកប្រធានអនុប្រធានមន្ត្រីអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតបន្ទាប់ពីពិធីប្រកាសនិងប្រគល់ត្រាលោកខិតសុធារាបានបដិញ្ញាចិត្តដឹកនាំនិងអភិវឌ្ឍស្រុកឆែបប្រកបដោយប្រសិទ្ធភាពនិងចីរភាពតាមរយៈការពង្រឹងសាមគ្គីភាពផ្ទៃក្នុងកិច្ចសហការល្អជាមួយគ្រប់លំដាប់ថ្នាក់ការលើកកម្ពស់ប្រសិទ្ធភាពការងារដោយតម្លាភាពការដោះស្រាយបញ្ហារួមគ្នាការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់តាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើកកម្ពស់សោភ័ណភាពស្រុកនិងកិច្ចសហការល្អលើការងារព្រំដែនកម្ពុជាឡាវដើម្បីកសាងស្រុកឲ្យរីកចម្រើនប្រកបដោយចីរភាពនិងសុខុមាលភាពក្នុងឱកាសនោះឯកឧត្តមគឹមរិទ្ធីបានសម្ដែងការអបអរសាទរចំពោះលោកខិតសុធារាដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការតែងតាំងជាអភិបាលស្រុកឆែបនិងបានលើកឡើងអំពីគោលការណ៍នៃការតែងតាំងអភិបាលក្រុងស្រុកដែលត្រូវឆ្លងកាត់ការវិតម្លៃយ៉ាងម៉ត់ចត់និងត្រឹមត្រូវមុននឹងមានការសម្រេចឯកភាពពីសម្ដេចនាយករដ្ឋមន្ត្រីហើយបានសម្ដែងការកោតសរសើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចំពោះការខិតខំប្រឹងប្រែងកន្លងមកជាពិសេសចំពោះលោកអភិបាលស្រុកឆែបស្ដីទីដែលបានជួយសម្របសម្រួលការងាររដ្ឋបាលស្រុកបានយ៉ាងរលូនជាមួយនេះឯកឧត្តមក៏បានណែនាំដល់អភិបាលស្រុកឆែបថ្មីឲ្យពង្រឹងប្រព័ន្ធអប់រំជាពិសេសនៅតំបន់កំពង់ស្រឡៅជាប់ព្រំដែនឡាវដោយពិនិត្យមើលដំណើរការសាលាមត្តេយ្យសិក្សាគ្រូបង្រៀននិងកម្រិតសិក្សានៅសាលាបឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យហើយបានអបអរសាទរវិទ្យាល័យកំពង់ស្រឡៅដែលជាប់ចំណាត់ថ្នាក់ជាវិទ្យាល័យគំរូលេខ10ទូទាំងប្រទេសនិងក្រុងដឹកនាំនាយកសាលាទូទាំងខេត្តទៅទស្សនកិច្ចសិក្សាពីការគ្រប់គ្រងរបស់វិទ្យាល័យនេះលើសពីនេះឯកឧត្តមអភិបាលខេត្តបានណែនាំឲ្យបន្តកិច្ចសហការសាមគ្គីភាពឯកភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋានព្រមទាំងជំរុញឲ្យអភិបាលស្រុកថ្មីយកចិត្តទុកដាក់ចោះជាប់ជាប្រចាំជាមួយសហគមន៍ដើម្បីស្វែងយល់និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋហើយខិតខំអនុវត្តទូនាទីភារកិច្ចដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ដើម្បីជួយឲ្យរដ្ឋបាលស្រុកឆែបកាន់តែរីកចម្រើន